សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានកម្មវិធីមួយដើម្បីបង្ហាញដល់បងប្អូនទាំងអស់គ្នាគឺ ABC Platform អញ្ចឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាចចូលមកកាន់ថ្នាក់រៀនរបស់ ABC នៅពេលដែលយើងវាយ elearning.edu.kh ទាំងអស់គ្នានឹងចូលមកកាន់ ABC Platform នេះហើយអញ្ចឹងក្នុងនាមយើងជាសិស្សដើម្បីអាចចូលទៅកាន់ platform នេះបានទាំងអស់គ្នាអាចចូលមកកាន់ Knowledge Hub អញ្ចឹងបន្ទាប់ពីទាំងអស់គ្នាចូលមកកាន់ Knowledge Hub វានឹងបង្ហាញកាតព្វកិច្ចជាច្រើនដល់អ្នកទាំងអស់គ្នាមាន School មាន Student Teacher Government Official Citizen អញ្ចឹងក្នុងនាមទាំងអស់គ្នាគឺជាសិស្សទាំងអស់គ្នាសូមចូលមកកាន់ School ដើម្បីស្វែងរកសាលារបស់អ្នកទាំងអស់គ្នានៅពេលដែលយើងស្វែងរកសាលារបស់អ្នកទាំងអស់គ្នាឃើញហើយឧទាហរណ៍ថាទាំងអស់គ្នាជាសិស្សនៅវិទ្យាល័យហ៊ុនសែនសេរីភាពអញ្ចឹងទាំងអស់គ្នាគ្រាន់តែចុចនៅលើ logo របស់សាលាហ៊ុនសែនសេរីភាពមកវានឹងបង្ហាញដោយដែលបងប្អូនឃើញគឺ portal របស់សាលាអញ្ចឹងទាំងអស់គ្នាត្រូវស្វែងរក link របស់សាលាដើម្បីចូលទៅកាន់ home page របស់សាលាអញ្ចឹងទាំងអស់គ្នាចុចនៅលើ link ហ្នឹងមកវានឹងបង្ហាញ home page របស់សាលាថ្មីមួយទៀតអញ្ចឹងនៅក្នុង home page នេះទាំងអស់គ្នាវាបង្ហាញពីចំនួនគ្រូនិងសិស្សព្រមទាំងចំនួនខុសមួយចំនួនពេលដែលទាំងអស់គ្នា scroll ចុះមកក្រោមវាបង្ហាញពីថ្នាក់ទី7រហូតដល់ថ្នាក់ទី12ប៉ុន្តែអ្វីដែលទាំងអស់គ្នាត្រូវចងចាំដើម្បីអាចចូលរៀនបានទាំងអស់គ្នាត្រូវចុចពាក្យ login ហើយនៅក្នុងនោះគឺមាន username និង password ដែលលោកគ្រូអ្នកគ្រូបានបង្កល់ជូនបងប្អូនទាំងអស់គ្នាដើម្បីចូលរៀននៅក្នុងថ្នាក់របស់គាត់អញ្ចឹងទាំងអស់គ្នាគ្រាន់តែវាយ username និង password ឲ្យត្រឹមត្រូវមកទាំងអស់គ្នាចុច login នោះវានឹងបង្ហាញថ្នាក់រៀនរបស់អ្នកទាំងអស់គ្នាដូច្នេះបន្ទាប់ពីអ្នកទាំងអស់គ្នា login ហើយវានឹងបង្ហាញឈ្មោះថ្នាក់ដែលអ្នកទាំងអស់គ្នាត្រូវចូលរៀនឧទាហរណ៍ថាអ្នកទាំងអស់គ្នាគឺជាសិស្សថ្នាក់ទី7ចឹងបងប្អូនរៀនមុខវិជ្ជាអីបងប្អូនចុចនៅលើថ្នាក់ហ្នឹងមកបងឧទាហរណ៍ថាមុខវិជ្ជាផែនដីវិទ្យាជាមុខវិជ្ជាដែលបងត្រូវចូលរៀននៅក្នុងrole ជា student ឬក៏ក្នុងឈ្មោះជា student នេះចឹងពេលដែលយើងចូលមកយើងនឹងឃើញ description ឬក៏សេចក្តីណែនាំមួយចំនួនដែលលោកគ្រូអ្នកគ្រូគាត់ដាក់ជូនបងប្អូនទាំងអស់គ្នាមានដូចជាឈ្មោះលេខទំនាក់ទំនងនិង email របស់គ្រូជាដើមអញ្ចឹងនៅពេលដែលបងអូន scroll មកខាងក្រោមបន្តិចទៀតណាយើងនឹងឃើញមានចម្ពោះមានមេរៀនទី1មេរៀនទី2ដូចដែលបានបង្ហាញអញ្ចឹងហើយនៅក្នុងមេរៀនមួយនឹងទៀតគឺមានវីដេអូមេរៀនមានមេរៀនសង្ខេបមានកិច្ចការផ្ទះមានតេស្តរង្វាយតម្លៃអញ្ចឹងក្នុងនាមជាសិស្សបងប្អូនទាំងអស់គ្នាត្រូវបំពេញឲ្យគ្រប់លក្ខខណ្ឌទៅបងប្អូនទាំងអស់គ្នាបានបន្ទុកឬក៏បានបញ្ចប់ថ្នាក់របស់អ្នកទាំងអស់គ្នាអញ្ចឹងទី1នេះគឺជាវីដេអូ tool ទី2គឺមេរៀនសង្ខេប tool ទី3គឺកិច្ចការផ្ទះឬក៏លោកគ្រូអ្នកគ្រូគាត់អាចដាក់ឆ្លាស់គ្នាកិច្ចការផ្ទះមុនក៏បានឬក៏រង្វេយតម្លៃមុនក៏បានដែរអញ្ចឹងប៉ះសិនបើទាំងអស់គ្នាចង់មើលសេចក្តីសង្ខេបណាថាតើនៅក្នុងថ្នាក់នឹងមានអីគេខ្លះទាំងអស់គ្នាអាចចូលមកកាន់ខាងឆ្វេងដៃរបស់អ្នកទាំងអស់គ្នាមកយើងនឹងឃើញមេរៀនមានចំណងជើងនិយាយរួមសភៅសិក្សាគោលរបស់យើងមួយក្បាលហ្នឹងណាមានប្រមាណចម្ពោះមានមេរៀនអីគេខ្លះគឺបង្ហាញនៅ course menu នៅខាងឆ្វេងដៃរបស់អ្នកទាំងអស់គ្នាហើយអញ្ចឹងបើសិនជាទាំងអស់គ្នាមើលហើយយើងចង់រៀនមេរៀនមួយណាយើងគ្រាន់តែចុចមកមេរៀនមួយហ្នឹងអញ្ចឹងអ្នកគ្រូឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាចង់រៀនមេរៀនទី1អញ្ចឹងយើងអាចចូលទៅរៀនបានដំបូងគេទាំងអស់គ្នាត្រូវមើលវីដេអូអញ្ចឹងយើងចុចលើវីដេអូហ្នឹងមកវានឹងបង្ហាញបងប្អូនទាំងអស់គ្នាហើយអញ្ចឹងយើងបិទ menu នឹងវិញទៅបន្ទាប់មកវានឹង play វីដេអូឲ្យអ្នកទាំងអស់គ្នាប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវចុច play បានវាដើរអញ្ចឹងចុចមកបន្ទាប់ពីទាំងអស់គ្នាមើលវីដេអូនឹងចប់ទាំងអស់គ្នាត្រូវចុចពាក្យថា finish អញ្ចឹង finish ហ្នឹងមានន័យថាទាំងអស់គ្នាបានបញ្ចប់កិច្ចការរបស់អ្នកទាំងអស់គ្នារួចរាល់ហើយអញ្ចឹងវានឹង load ពាក្យថា congratulation ឲ្យអ្នកទាំងអស់គ្នាហើយបើទាំងអស់គ្នាចង់ចូលទៅកម្មវិធីបន្ទាប់ទៀតមើលថាតើទៅមុខទៀតមានអីទាំងអស់គ្នាត្រូវចុចថា next activity អញ្ចឹងបន្ទាប់ពីទាំងអស់គ្នាចុចពាក្យថា next activity មកវានឹងបង្ហាញកម្មវិធីបន្ទាប់ទៀតណាដែលបន្ទាប់ពីវីដេអូគឺមេរៀនសង្ខេបអញ្ចឹងទាំងអស់គ្នាអានមេរៀនសង្ខេបហ្នឹងមកលោកគ្រូអ្នកគ្រូគាត់បានរៀបចំឲ្យទាំងអស់គ្នារួចរាល់ហើយបន្ទាប់ពីយើងមើលមេរៀនសង្ខេបនឹងចប់
ទាំងអស់គ្នាអាចចុច next activity បន្តទៀតឬក៏អត់ចង់ចុចទេអ្នកគ្រូខ្ញុំចង់ត្រឡប់ទៅទំព័រដើមវិញទាំងអស់គ្នា scroll មកខាងលើឲ្យផុតមកយើងនឹងឃើញអក្សរពណ៌ខៀវទូចមួយគឺ G7 យើងចុចលើនឹងមកវានឹងបង្ហាញមកកាន់ home page របស់យើងដូចដើមវិញហើយអញ្ចឹងបន្ទាប់ពីទាំងអស់គ្នាមើលវីដេអូចប់នេះវានឹងលោតពាក្យពណ៌ខៀវនេះគឺពាក្យថាដានអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលតាមដានវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់